នេះគឺជាវីដេអូ topic ទី1របស់យើងដដែលវីដេអូទី1ហ្នឹងដឹងទេនៅក្នុងវីដេអូនេះគឺយើងនិយាយអំពីកម្មវិធីកាត់តនៅក្នុងកុំព្យូទ័រដែលត្រូវការឲ្យបងប្អូនទាំងអស់គ្នាធ្វើការទិញហើយខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាស្គាល់3កម្មវិធីនៅមុខខ្ញុំនេះគឺជាកម្មវិធីកាត់តមួយឈ្មោះថា CapCut ខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាអាចស្គាល់ CapCut ពីព្រោះថាវារៀងនិយមច្រើនសម្រាប់យុវវ័យស្គាល់ CapCut ច្រើនក៏តែអ្វីដែលជាបញ្ហារបស់ CapCut គឺគាត់លក់ហ្នឹងហើយគាត់លក់ដែលយើងពិបាករក free កម្មវិធី CapCut គឺពិបាករក free ហើយតម្លៃវាអាចនិយាយបានថាវារៀងថ្លៃគួរសមនេះបើមិនយើងចុចនេះមកគឺយើង download ហើយ install យកមកហ្នឹងហើយ install គាត់ឲ្យចុចវា install ឲ្យបាត់ហើយមិញយើងគាត់ឲ្យចុចដូចមិញហ្នឹងហើយវា load មកផ្ទាំងនេះយើងចុចប៉ះវាបន្តិចទៅយើង install មកហ្នឹងហើយហ្នឹងគឺជាកម្មវិធី CapCut ហើយចាំមើលខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាមើលបន្តិចណាតែខ្ញុំថានេះវាស្រួលខ្លាំងអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញហើយយើងបិទអានេះចេញទៅយើងអាចឃើញកម្មវិធីកាត់តហ្នឹងហើយអញ្ចឹងអ្វីដែលវាចម្បងសម្រាប់យើងគឺវាលក់ហ្នឹងហើយវាលក់ហើយអ្នកទាំងអស់គ្នាមើលនេះគឺជាតម្លៃរបស់វាណាអានេះគឺតម្លៃនៅខែទី1យើងទិញខែទី1វាលក់ឲ្យយើងតែ2អានេះខែទី1តែមួយខែអានេះហើយយើងទិញមួយឆ្នាំគឺតម្លៃ$60នឹង$60បើសិនជាយើងទិញជា team យើងទិញជា team បើគិតទៅម្នាក់ត្រូវចំណាយ$11មួយset របស់វាហើយមួយឆ្នាំត្រូវបង់70នេះ79ថា80ចុះហើយវាទិញមួយខែតែម្ដងប្រើម្ដងមួយខែគឺ$2ហ្នឹងហើយអញ្ចឹងតម្លៃនេះចាំមើលខ្ញុំបញ្ជាក់អានេះទិញមួយឆ្នាំសម្រាប់ប្រើម្នាក់ឯងហើយយើងទិញមួយឆ្នាំដូចគ្នាសម្រាប់ team $80អាហ្នឹងប្រើគ្នាច្រើន3 4នាក់អីចឹងវាចំណេញហើយបើតែអត់ទេយើងទិញមួយខែគឺតម្លៃ$12បាត់ហើយចឹងអ្នកទាំងអស់គ្នាអាចមើលឃើញបានវាថ្លៃគួរសមសម្រាប់ជីវភាពហើយឬក៏យើងអត់ទាន់រកប្រាក់ចំណូលបានអានេះគឺថ្លៃហើយក៏ប៉ុន្តែសម្រាប់នៅក្នុងកុំព្យូទ័រវាហ្នឹងខ្ញុំគិតថា CapCut គឺវាសាមញ្ញវាគឺជាបច្ចេកវិទ្យាក្រោយបើមិនយើងធៀបជាមួយនឹងកម្មវិធីកាត់តផ្សេងគឺវារៀងល្អប្រើគួរសមហើយវាអត់សូវស្មុគស្មាញហ្មងទេអត់ចេះកាត់តមើលវាយល់អញ្ចឹងណាហ្នឹងគឺជាកម្មវិធី CapCut ឥឡូវយើងចាប់ផ្ដើមចូលកម្មវិធីមួយទៀតឈ្មោះថា Adobe Premium បាទ Adobe Premium អានេះបើសិនជាយើងចូល website Fin របស់គេទិញតែម្ដងវាអាចថាវាអានេះថ្លៃជាងអានេះទៀតថ្លៃជាងអា CapCut នឹងទៅទៀតនេះដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងមួយខែ22បាត់ហើយហ្នឹងមួយខែ22ណាអានេះយើងទិញមួយ set របស់គេមានច្រើនមាន Photoshop មានអីចឹងទៅវាមានកម្មវិធី After Effects វាបំដាក់ចូលគ្នាតែមួយទេអាពីរហ្នឹងវាចេញមកឲ្យកាត់ពីតែអានេះបើយើងនិយាយពីអ្នកជំនាញខ្លាំងគឺគេប្រើពួកនេះហើយអញ្ចឹងណាគេប្រើពួកនេះហើយតម្លៃវាមានកញ្ចប់ច្រើនខ្ញុំពិបាកបញ្យល់គ្រាន់តែថាបើតែយើងទិញអានេះគឺហិតតែថ្លៃសម្រាប់ជីវភាពយើងតែមួយនេះគឺតម្លៃមួយខែ23ហ្នឹងហើយ23វាថ្លៃមែនក៏តែវាជាប្រភេទកម្មវិធី professional សម្រាប់ខ្ញុំរៀនដំបូងក៏ខ្ញុំរៀន Adobe Premium ដែរពេលដែលយើងចេះ Adobe កម្មវិធីទាំងនេះគឺចេះទាំងអស់ហ្មងហ្នឹងហើយគឺចេះទាំងអស់ហ្មងវាងាយជាងហើយវាអាចធ្វើរឿងមួយចំនួនដែលកម្មវិធីផ្សេងធ្វើអត់បាននិយាយរួមវាខ្លាំងអញ្ចឹងបើវាថ្លៃក៏ប៉ុន្តែហេតុអីបើខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាប្រើថ្លៃតែថានៅក្នុងស្រុកយើងឬក៏កម្មវិធីមួយហ្នឹងវាមានរបស់ដែលអត់ទិញហ្នឹងហើយមានរបស់អត់ទិញយើងចូលទៅដល់ហាងកុំព្យូទ័រប្រាប់ថាខ្ញុំចង់បានកម្មវិធីហ្នឹងគឺគេដំឡើងឲ្យយើងហើយបងប្អូនខ្លះក៏ចេះមុំគាត់ដឹងថាគួរឲ្យ download ពីណាមកបានដែរហ្នឹងហើយអញ្ចឹងខ្ញុំ recommend ថាអ្នកទាំងអស់គ្នាដាក់ទៅ10ទៅត្រូវថា 10មានរបស់ដែលអត់ទិញហ្នឹងហើយខ្ញុំមិនបញ្ជាក់ចំឲ្យใครគេចាប់នៅក្នុងវីដេអូរបស់ខ្ញុំមានកម្មវិធីមួយទៀតឈ្មោះថា Sony Vegas អាចនិយាយបានថាវាជាកម្មវិធីមួយដែលរៀងល្បីដែរគ្រាន់តែអត់សូវមានអ្នកប្រើតែគ្រាន់តែថា
lẽ khăn bao vía cứ anh vậy ban ta bật thiệp cho mùi premium cầu vía mình tranh kia mà đấy rồi đồng lái bao vía bật thần dưỡng tinh tại Sony Vegas tại mà đón ở lớp việc hồi biết đã là Vegas Pro này là học nè ở việc đã Sony vì một đôi vì muốn chứ đi chắc đồng lái vía rồi cai xong lái tinh mà đón thờ là hộp mỏng anh nắng tinh mà đón thờ là hộp mỏng tại vì tinh chỉ chốt bao vía miền piểu ra mấy chân từ hay cái dương nhiên lụa cây lụa mặc hai đấy khi mà cho mình lại giờ lời nó cứ nơi to ta một phay lái cái mặc hai pi nhông tới nè tụi ngọc này ai thử ban để con ai ta nhông ri của mình đây là tụi ngọc này pi đấy cứ tìm môi kẹp khách hay là Adobe Premium mà sân trên này tụi ngọc này trong class chi professional này tụi ngọc này cua tại Adobe Premium mình hay và sân trên này tụi ngọc này ở trong chữ các bạn để trở tiếp ở kẹp khách hay pi nắng sắp tại miền cam vị tríនៅក្នុងទូរស័ព្ទដៃដូចគ្នាគ្រាន់តែកម្មវិធី CapCut វារៀងតន់សម័យជាងបើសិនជាធៀបជាមួយនឹង Premium វាចេញមកក្រោយគេគ្រាន់តែវាអត់ទាន់បាន update tool option នៃវាអស់ទេអញ្ចឹងមើលទៅវារៀងមើលទៅឆ្កងច្រើនជាមួយនឹង Adobe នៅក្នុងទូរស័ព្ទដៃប៉ុន្តែជាមួយ CapCut នឹងជឿថាអ្នកទាំងនេះច្បាស់ហើយព្រោះអ្នកទាំងនេះអាចមើលវីដេអូខ្ញុំក៏ដឹងថាគេកាត់តតាម CapCut ច្រើនហើយនៅក្នុងទូរស័ព្ទដៃអូខេតែសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាចង់សួរអីអាចខមមិនសួរនៅខាងក្រោមវីដេអូហើយបើខ្ញុំខកអីជួយរីកគុណដើម្បីថាបណ្ណានៅខាងក្រោមវីដេអូផងហើយកុំភ្លេច like subscribe ផងហើយខ្ញុំសូមបញ្ជាក់ topic នៅក្នុង channel របស់ខ្ញុំមានច្រើនហើយនេះគឺជា topic ទី1គឺពាក់ព័ន្ធតែមួយរឿងរកលុយតាម online អញ្ចឹងណារកលុយតាម online ហើយវិធានបទដែលយើងកំពុងតែបដោតឥឡូវហ្នឹងគឺការបង្កើតមាតិកាអញ្ចឹងទៅអញ្ចឹងវាប្រកាសជាពាក់ព័ន្ធមួយកម្មវិធីកាត់តហើយអូខេខ្ញុំបដោតលើ YouTube ច្រើនជាងអ្នកនរនេះអាចចូលទៅមើល playlist របស់ខ្ញុំនៅក្នុង YouTube ខ្ញុំ recommend ឲ្យទៅមើលក្នុង YouTube ព្រោះនៅក្នុង Facebook ឬក៏អីហ្នឹងវាអាចនឹងអត់មានវីដេអូរបស់ខ្ញុំខ្លះប៉ុន្តែនៅក្នុង YouTube អត់ម្លងទេហ្នឹងហើយអរគុណបាយបាយ